ពេលដែលឲ្យនិយាយពីម៉ាក់ខ្ញុំទទួលបានអារម្មណ៍មួយថាអត់សូវមានភាពស្និទ្ធស្នាលជាមួយគាត់ដោយសារតែគាត់បានចេញទៅរកស៊ីនៅស្រុកលើគឺតាំងពីខ្ញុំនៅក្មេងក៏ប៉ុន្តែមិននៅក្មេងពេកទេខ្ញុំក៏ទទួលបានភាពកក់ក្ដៅពីគាត់មួយរយៈដែរគឺនៅក្នុងកំឡុងពេលដែលខ្ញុំរៀនថ្នាក់មត្តេយ្យពេលហ្នឹងទទួលបាននៅអារម្មណ៍កក់ក្ដៅមួយយ៉ាងដែលមានម៉ាក់បាននៅមើលថែហើយក៏សប្បាយចិត្តនៅពេលហ្នឹងពេលក្រោយមកភាគច្រើនខ្ញុំនៅជាមួយបងប្រុសនិងបងស្រីពេលវេលាជាមួយម៉ាក់អត់សូវមានច្រើនទេរាល់ពេលដែលខ្ញុំទៅលេងគាត់ម្ដងខ្ញុំមានអារម្មណ៍ថាខ្ញុំអត់ហ៊ានប៉ះគាត់ទើបតែរហូតមកដល់ថ្មីហ្នឹងបាទខ្ញុំហ៊ាននឹងព្យាយាមទៅអង្គុយជិតគាត់សួរនាំពីនេះពីនោះពេលវេលាដែលខ្ញុំចងចាំជាមួយគាត់គឺនៅពេលមួយដែលគាត់មានទងន់អូនបើរបស់ខ្ញុំពេលហ្នឹងខ្ញុំអត់ដឹងមិនដែរម៉ាក់ហៅខ្ញុំជិះកង់ដើរលេងហើយកាលហ្នឹងយើងនៅមានកង់កាចាស់មួយគាត់ក៏ជិះឌុបខ្ញុំដើរលេងនៅវាលស្រែនៅហ្នឹងកាលនៅខេត្តគេមានវាលស្រែមួយគេហៅវាលស្រែ100ហើយនៅម្ដុំហ្នឹងគេមានកញ្ចុះមានអីចឹងណាក៏ប៉ុន្តែយើងអត់មានលទ្ធភាពទៅចូលកញ្ចុះអីទេហើយពេលហ្នឹងម៉ាក់គាត់ក៏ជូនគ្រាន់តែជិះឌុបយើងប៉ុន្តែក្នុងពេលដែលគាត់កំពុងតែមានទងន់ដែរពេលហ្នឹងខ្ញុំមិនដឹងថាទងន់ប្រហែលខែប្រហែលជា3-4ខែអីទៅដឹងដោយសារតែពេលហ្នឹងគាត់អាចនៅឌុបខ្ញុំបានចឹងពេលវេលាហ្នឹងគឺខ្ញុំចងចាំមែនតើដែរគាត់ជិះពីផ្ទះទៅកន្លែងវាលស្រែ100ហ្នឹងគឺវារៀងឆ្ងាយដែរខ្ញុំចាំទស្សនវិជ្ជាហ្នឹងពេលដែលម៉ាក់ឌុបពេលពីមុនមកខ្ញុំក៏អត់ដឹងថាពេលណាខ្លះដែលគាត់យំដោយសារខ្ញុំទេប៉ុន្តែខ្ញុំនៅចាំរឿងដែលកើតឡើងថ្មីនឹងមួយគឺនៅពេលដែលខ្ញុំរៀននៅសាកលវិទ្យាល័យពេលហ្នឹងគឺខ្ញុំ stress ហើយខ្ញុំស្មុគស្មាញខ្ញុំធ្វើអីអត់ចាញ់ទាំងអស់គឺត្រូវការតែព្យាយាមធ្វើសារណាឲ្យបានល្អហើយបញ្ចប់ឲ្យចប់ចុងចប់ដើមពេលហ្នឹងម៉ាក់គាត់បារម្ភពីខ្ញុំមែនតើហើយគាត់ក៏ឡើងមកភ្នំពេញមកនៅជាមួយដើម្បីគាត់គិតថាគាត់ចង់ធ្វើម្ហូបគាត់នៅធ្វើម្ហូបដើម្បីឲ្យញ៉ាំដើម្បីកុំឲ្យពុកយើងពិបាកនៅរៀនម្នាក់ឯងអត់ពិបាករកបាយរកទឹកអីអញ្ចឹងណាហើយក៏ប៉ុន្តែវាពិបាកអីត្រង់ថាខ្ញុំជាមនុស្សដែលចូលចិត្តនៅម្នាក់ឯងហើយពេលដែលគាត់ចង់មកអញ្ចឹងខ្ញុំព្យាយាមគាត់ដែរថាមិនបាច់មកទេថាអូនចូលចិត្តនៅម្នាក់ឯងអញ្ចឹងទៅតែគាត់អត់ទេគាត់នៅតែខំមកហើយពេលដែលគាត់មកគឺរួមទាំងខ្ញុំមានអារម្មណ៍ថា stress ផងធ្វើកិច្ចការសាលាអត់ចេញផងខ្ញុំពេលគាត់មកខ្ញុំអត់សូវបានសន្ទនាមួយគាត់អត់សូវបាននិយាយមួយគាត់តែខ្ញុំធ្វើហើយអញ្ចឹងទៅដោយសារខ្ញុំស្មុកហើយខ្ញុំដំបូងខ្ញុំក៏ចង់ឲ្យគាត់មកដែរអញ្ចឹងខ្ញុំធ្វើហើយដល់ពេលអញ្ចឹងម៉ាក់ឃើញអញ្ចឹងគាត់គិតថាខ្ញុំ stress ខ្លាំងគាត់គិតទៅដល់ខ្លាចថាឃើញកូន stress អីអញ្ចឹងទៅអត់ហ៊ានឲ្យនៅម្នាក់ឯងឯងខ្លាចគិតអីផ្ដេសផ្ដាសអញ្ចឹងទៅតែបើតាមការពិតទៅពេលហ្នឹងខ្ញុំក៏មានអារម្មណ៍ថាពិបាកខ្លួនឯងច្រើនដែរតែខ្ញុំដឹងថាពេលហ្នឹងម៉ាក់គាត់យំខ្ញុំអង្គុយនៅក្នុងបន្ទប់ហើយនៅក្នុងបន្ទប់ជួលដែលខ្ញុំនៅរាល់ថ្ងៃហ្នឹងខ្ញុំអង្គុយធ្វើកិច្ចការសាលានៅមុខកុំព្យូទ័រហ្នឹងអង្គុយធ្វើ stress ផងអីផងហើយម៉ាក់គាត់ចេញទៅអង្គុយយំនៅខាងក្រៅពេលហ្នឹងខ្ញុំដឹងដែរតែខ្ញុំអត់ដឹងធ្វើម៉េចដោយសារអត់ចេះលួងហើយក៏អត់ដឹងថាត្រូវធ្វើម៉េចមកពេលព្រោះធម្មជាតិរបស់ខ្ញុំតែនិយាយអីចង់តែយំភាគច្រើននិយាយអីមួយម៉ាក់គឺតែងតែយំធម្មតាខ្ញុំមិនដែលអត់សូវដែលបានទេទៅលេងអ្នកផ្ទះ
និយាយទៅដោយសារតែខ្ញុំអត់សូវចេះនិយាយទូរស័ព្ទផងខ្ញុំក៏អត់ដឹងថាទេទៅខ្ញុំនិយាយអីទេដឹងតែថាទេទៅសួរម៉ាក់ខ្ញុំបាយនៅកំពុងធ្វើអីតែប៉ុណ្ណឹងហើយចឹងទៅខ្ញុំអត់មានអារម្មណ៍ថាមានភាពស្និទ្ធស្នាលជាមួយពួកគាត់ទេក៏ប៉ុន្តែរាល់ពេលដែលខ្ញុំទៅផ្ទះម្ដងខ្ញុំតែងតែព្យាយាមទៅធ្វើនេះធ្វើនោះជាមួយគាត់ហៅទៅនេះទៅនោះអីចឹងទៅយើងក៏ព្យាយាមទៅជាមួយគាត់ដើម្បីឲ្យបាននៅក្បែរគាត់ដើម្បីបង្កើតជាអនុស្សាវរីយ៍មួយគាត់ទៅខ្ញុំដឹងថាម៉ាក់ក៏គាត់ជាមនុស្សដែរមានផ្លូវចិត្តរៀងតូនខ្សោយដែរក៏ប៉ុន្តែនៅក្នុងផ្នែកខ្លះគាត់ជាមនុស្សដែលរឹងមាំមែនតើគាត់ធ្វើការផ្ទះគាត់ធ្វើការរកស៊ីអត់មានតែឈប់ទេហើយគាត់ក៏មិនដែរថាត្អូនហត់នឿយអីចេះមួយចេះពីរអត់ទេគាត់ជាមនុស្សដែលចូលចិត្តនិយាយច្រើនចូលចិត្តរាប់អានអ្នកនេះអ្នកនោះហើយក៏ចូលចិត្តរាក់ទាក់អ្នកដតីហើយគាត់ឃើញខ្ញុំអត់សូវចេះមាត់គាត់ក៏ចេះតែព្យាយាមនិយាយប្រាប់ថាឲ្យចេះសួរនាំឬក៏ចេះនិយាយឲ្យច្រើនជាងនឹងខ្ញុំក៏ព្យាយាមធ្វើតាមគាត់ដែរក៏តែវាក៏នៅក្នុងកម្រិតមួយដែលថាវាមានកលៈទេសៈរបស់ខ្ញុំដែរបើឲ្យនិយាយថាស្រឡាញ់គាត់ស្រឡាញ់ម៉ាក់គឺប្រកាសជាស្រឡាញ់ហើយដោយសារតែតាំងពីតូចមកគាត់ដែលមានចេះធ្វើបាបយើងឬមួយក៏ស្ដីឲ្យអីច្រើនទេគាត់ស្ដីឲ្យក៏ក្នុងករណីថាយើងធ្វើខុសអីមួយឬមួយក៏យើងអត់ធ្វើតាមគាត់យើងអត់សម្អាតផ្ទះអត់អីអញ្ចឹងទៅគាត់ក៏ស្ដីឲ្យតាមតែធម្មតានឹងឯងហើយដោយសារតែយើងជាកូនស្រីដែលមិនចេះខកខូចអញ្ចឹងទៅគាត់ក៏អត់ពិបាកហត់មាត់ដែរហើយបើថាឲ្យខ្ញុំនិយាយប្រាប់ថាស្រឡាញ់គាត់នៅចំពោះមុខគាត់ក៏រៀងពិបាកដែរខ្ញុំអត់សូវដែលបានទៅលេងគាត់សួរសុខទុក្ខគាត់មែនក៏ប៉ុន្តែរៀងរាល់ពេលមុនចូលគេខ្ញុំតែងតែនឹកដល់គាត់បានផ្ដាំធម៌មួយចំនួនបែបជាធម៌ព្រះអីចឹងទៅគាត់ឲ្យយើងសូត្រមុនពេលចូលគេខ្ញុំក៏ធ្វើតាមគាត់ដែរតែក៏មានថ្ងៃខ្លះភ្លេចដែរតែយប់ខ្លះខ្ញុំក៏នឹកឃើញហើយពេលដែលសូត្រធម៌នឹងហើយខ្ញុំក៏បន្ថែមនៅដូចជាពាក្យជូនពរនិយាយខ្សឹបជាមួយខ្លួនឯងមុនពេលចូលគេងហ្នឹងថាសូមឲ្យប៉ាម៉ាក់គាត់មានសុខភាពល្អមានសុវត្ថិភាពទៅណាមកណាជួបតែមនុស្សល្អអីចឹងទៅគឺសូមឲ្យមានតែសេចក្តីសុខអានឹងគឺជាអីដែលខ្ញុំធ្វើមុនពេលចូលគេង